រឿងមួយប្រភពជាមួយសមាជិក Lord ក៏ clear បានជោគជ័យប៉ុន្តែ Ken អាចនឹង fail រត់តែជើង TikTok មកជើងបកក្រោយយកគ្នាមកដែរជាមួយការ Emilio អូជិតកកអាទីជិតកកយកដល់ភ្លាមជាមួយការលោចេញវិញដូចគ្នាមកដែរដកថយដូចគ្នា King Aris នៅតែបន្តការវាយដូចគ្នាជាមួយការបុកវាយប៉ុន្តែមើល break line Shadow បាទបាត់បង់ជាមួយនឹង line បាត់ហើយ KA រដូវកាលទី9សប្តាហ៍ទី2ថ្ងៃទី2ដូចគ្នា គូទី2ទៀត បាទចំនួនជោគគ្នារវាង Season ប៉ះគ្នាជាមួយនឹង Team Mac អូលេង pressure លេង pressure មានព្រោះដោយសារមកទៀតដែរវាអាចជួយឲ្យនៅក្នុងការ clear lane បានលឿនទេបាទតែមកអីវាយដៃឆ្ងាយដែរស្រួល clear ដែរ pressure ក៏ហ្គេមនេះគេ mid lane អត់ fast clear ណា ខ្ញុំស្អីគេណា គេមិនបាទអញ្ចឹង complete line អ្នកនេះជាមួយនឹង sponsor របស់យើងគឺទូរស័ព្ទដៃ Infinix Note 50 series បាទជាមួយនឹងទូរស័ព្ទដែលលេង Mobile Legends smooth យកតែមែនតើសាក់ថ្មលបឿនលឿនបាត់90បាត់អូបាទអីយ៉ា clear មានការខៃដូចគ្នាជាមួយនឹងការផោកឈាម clear minion អូយលឿនបាទចោយ៉ាងហីអូយបាយ4ដែរអត់ទេខុសគ្នាតិចតួចវាខុសគ្នាតិចតួចយ៉ាពេអស់ជាមួយនឹង B អីអស់ flick បាទហើយមិនយ៉ាគាត់ចំណាយ flick ព្រោះគាត់អស់ B ហើយណាមួយទៀតបើអត់ flick ទេសាក់ទូមកតែងនឹងវាយតិចអត់ទេឥឡូវគេឈប់តែងហ្នឹងហើយ Sigma boy នេះខាងលើវិញយ៉ាអស់ flick ពីណាណាអស់ flick ពីណាអស់ flick ពីណាពីSeason ដូចខ្ញុំបាននិយាយហ្នឹងហ្គេមនេះបើសិនជា commit វាយមានទាំងអស់គ្រប់គ្នាទាំង skill ទាំង spell ខ្លួនស្មាបាក់វាយគេណាក្នុង early អញ្ចឹងជាមូលហេតុដែលសាក់ស៊ូក៏ណយធ្វើឲ្យគេអស់ spell សំខាន់ដូចគ្នា Yes បាទត្រឹម early ចឹងអូ Bimo លេខ4ហ្នឹងណាអាស៊ីរ៉ាក៏លេខ4ដូចគ្នាក៏លេខតែមើល Experience Land លេខ4ទាំងអស់គ្នាយកតែម្ដងមកជុំធំដូចគ្នាភ្លាមមានការថោកទៅលើអាស៊ីរ៉ាដូចគ្នាថតចូលចត់ដែរទេមានការ reset ជួយថតបុកវិញមនុស្សយកតែម្ដងសាក់ស៊ូសាក់ជាម្ដាយអូមកពូទៀត2ដល់ប៉ុន្តែបាយសាក់ស៊ូមកម្ដងដូចគ្នាម្ដងភ្លាមមានការតោជិះមកខាងក្រៅអត់ដល់ឃើញជាមួយនឹងវត្តមានរមាស់អូនៅតែធ្វើការរីត្រីបានដូចគ្នាមកដែរជាមួយនឹងថតពី Trade King Aris អាចជាលៀបបន្ទាប់មុខហើបជើង Flicker ដល់ថយបានទៀតអាយ៉ាចង់បាយតអត់ទេ reset បាទសាក់ស៊ូធ្វើការ reset អត់បានយកបោះនៅឡើយអញ្ចឹង2នាទីគឺយើងឃើញហើយជាមួយនឹងការនាំមុខបាទរបស់ខាងทีมSeason ពុះរងឲ្យយកបានអត់បបបានឆ្នៃសត្វកាក់មួយសត្វ21តែមិនឆ្នៃខ្ញុំឆ្នៃ skin character នេះទៅដល់កាតទៀតដូចកាន់ដាំវិញអូយ៉ា King Aris យ៉ាងមិនដែរអាចនឹងលងពី Shadow ភ្លាមមកឲ្យ Sigma boy ដែរទេ Sigma boy ចុយដល់ក្នុងផ្ទះយកតាមដល់ជាមួយនឹងការបាត់បង់ទៅលើ Shadow បេនចាញ់បេនរបស់ King Aris តែគាត់ off flick ផង Yeah បាទជាមួយនឹងកម្រងបាទអំណោយទី2គេចាប់បាទទទួលបានពេជ្រ235ពេជ្របាទហើយនឹងលេងជាមួយនឹង Mobile Legends តាមចិត្តមកជាមួយនឹង Cell Card ដើម្បីភ្ជាប់គាត់ណាចុចកាយ1681កាយ2ត្រង់ជួរត្រឹមតែ$6ឬក៏downloadជាមួយនឹង Cell Card រត់តែជើងសាតុបមកជើងពោបាំងជាមួយនឹងការបាញ់ Flicker មកក្រោយលឿនដូចគ្នាអូពេលគាត់យក Purify ណា Yeah គាត់លេង Flicker line មិញចេញគេធ្វើទី1គាត់ចេញ Hunter Strike ទៅ Hunter Strike យក Sky Fisher ឡាយភាគច្រើនក៏យក Hunter Strike ក៏អត់តន់ចេញ3ជើងឯងវាឥឡូវស្រួលលេងណាវាតែ3 stack ស្រួលយកឲ្យទៀតលោចាប់ជាប់ទៅលើ King Aris មានការបោកបាយយកទៅលើ King Aris អត់បានតដៃតដៃចេញមិនដៃចុះឡើងបាក់គាត់ King Aris បាទចំ team fight នេះធ្វើបាត់តែ4 5មែនតែឲ្យវាសំខាន់ពី0សល់តារាមួយណាយ៉ាងហើយតដោអស់ហើយតដោពេក៏ដូចជាខេនអត់អូសាក់ឲ្យឲ្យ Cypher 3ពោយកបានទៅថតទៀតណាពី CU0 ការបាត់បង់ជាមួយនឹង King Aris ណាដែលរបូតបើអត់បាត់បង់ហើយគេបាយក្នុងថតទី2បាទតែមក King Aris មិនគាត់ចាំបោះ skill ទី2សិនណាមិនគាត់លោតមកក្តាំងសិនមកមិនបានគាត់ flow ណាយ៉ាហោះតោវាយយកទៅលើ Cypher បើក្រោមវិញមុន Cypher អាចនឹងគ្រោះថ្នាក់មួយដៃ2ដៃ2បតដៃបានហើយ line អាចនឹងគ្រោះថ្នាក់ដូចគ្នាមកដែរវាយលើ lane យកតែម្ដងបាត់បង់2នៅខាងលើ top lane ប៉ុន្តែភ្លាមចុច Purify ដល់ថយតពេលភ្លាមពី Bimo បាទដូចបាននិយាយចឹងគ្រាន់តែពី total នេះគឺ Team Mac ខូច flow យកមកហ្នឹងហើយ ខូច flow early game ស្ទៃចោលយកតែម្ដងបច្ចុប្បន្ន5នាទីការនាំមុខមក K ជាងដែរមើលសាក់ស៊ូ chain game បានដែរឬមួយក៏យ៉ាងណាព្រោះយើងដឹងហើយ Team Mac ភាគច្រើនគឺឲ្យសាក់ស៊ូជាអ្នក chain game គ្រប់យ៉ាងឈឿណា Obsidian អត់លេងសោយបែបសេតាវាយគុណ2គុណ3អូលោជាន់ភ្លាមពេអានេះគ្រោះថ្នាក់មានការហោះឆ្វែរត់ចាក់ជើងសាតូប៉ុន្តែមានអ្នកគេចូលដល់ទេnok up ជួយមួយទៅគ្នាមកដែរអនសូដកថយបានដែរទេមិនបានទេចូលចយដល់ក្នុងពងយកតែម្ដងភ្លាមពេសោះឈាមសទៅគ្នាមកដែរ Flicker តោដកថយប៉ុន្តែសាស៊ូដេញវាយដល់ក្នុងពងវាយទៅ3យកសាយក៏បានមែនសាស៊ូវាយបានដែរទេភ្លាមអាស៊ីរ៉ាគុំ skin មួយគុំ slow មួយទៀតដើម្បីយកឈាមសមិនដៃចង់បាក់បងជាមួយនឹងសាស៊ូបាទអើយអូយកាចពេកមិញណាមួយសាស៊ូគាត់ fail មកឈុះដែរបាទបើគាត់ថយមិញរួចបាត់អត់អីបាទមិនខាតធ្ងន់ធ្ងរណាស់ណាព្រោះថគាត់កាត់តនបាទបាន2 kill មកវិញបាត់បង់សាក់ស៊ូមួយតែគាត់បានជាមួយនឹងមេដេមេគេដែរគឺ Onzo បាទដែលជា goal lane ណាកាំង goal ចាប់ដើម swing មកវិញលើកតែ1K 4ទេត្រឹម6នាទីបាទការតថ្លៃពី Team Mac នៅតែអាចលេងបាននៅតែអាចលេងបានទៀតលោចាក់ចំទៀតជាមួយនឹងការអរមែនយកតែម្ដងបោកវាយយកតែម្ដងជាមួយនឹង Cypher បាត់បង់ Cypher បាទអើយអូយ combo នេះតាណារួចទេ
សំខាន់មែន មកវិញចាប់ពងអនសូដាក់អល់ទីឈូយ៉ាងដឹងជា hero ដែលប៉ឹងលើដាស់ប៉ឹងលើ skill គាត់ហើយអា ultimate របស់អនសូហ្នឹងដឹងស្រាប់ យ៉ា បាទជាប់ជើងមកនិយាយទៅ ចាប់ឆ្កឹងហើយ ជាប់ឆ្កឹងមកនឹងតដៃមួយ បុកវាយទៅថយយកតែម្ដងបាទភ្លាមទៅថយអាចនឹងយកបានដែរទេជាមួយនឹងសមាជិករបស់ខាត់ TC 0លោតចុចកាត់យកតែម្ដងពី Shadow Retry ពី Ken ច្បាស់មែនទេ Retry បានទៅថយបុកវាយជាមួយ King Airy បើកដៅទៅមុនយកតែម្ដង King Airy លងខ្លួនបានដែរបានបងជាមួយ King Airy មួយ kill ដូចគ្នាលឹមយកបានទាំងថយយកបានទាំងជាមួយនឹងសមាជិករបស់ Team Max ទៀត អូបាទ អូ Cypher game នេះ គេប្រឡេះល្អនិយាយទៅ C0 នៅក្នុង game ទី1នេះគឺគេយល់ពី Power Spider Make គេយល់យកមកជាពិសេសមុន Objective តែងតែប្រឡេះបានទៅលើសមាជិករបស់ Team Max ថតទី2បានជាមួយនឹង King Airy ថតទី3បាន Cypher សំខាន់ពួកគាត់ច្បាស់ត្រង់គាត់មើល map គាត់មើលភ្នែកច្បាស់ហ្មងឃើញគាត់ដើរចេញចូលស្មៅហ្នឹងមិនអត់ប្រយោជន៍ណាគាត់មើលភ្នែកអានៅលើក្បាល character លើក្បាល hero វាមានអាលោតភ្នែកមកមួយទៀតចាំបើគេនៅចិត្តហ្នឹងវាលោតភ្នែកមករៀងយូរបើអត់មានមនុស្សនៅចិត្តស្មៅហ្នឹងទេវាលោតមកវាលោតមកលឿនណាស់ភ្នែកលើហ្នឹងនោះភ្នែកឃើញ Cypher ចេញចូលរហូតឃើញគេមើលភ្នែកវូច្បាស់ដូចគ្នាជាមួយនឹងទឹកដៃមើលភ្នែក បាទទីលើ 2K C0 លោតជាប់ខុសពី stake ដូចគ្នាអត់ទាន់ចេញ3 stake ទេសល់មកកន្លោះទៀតកន្លោះដល់ដកថយដូចគ្នាផងដែរ 2K បងមកក្រោយសាក់ស៊ូក៏ម្ដងប៉ុន្តែអត់មាន stake វាយនេះទេ គេណាមាន skill knock up ប្រហែលតិចហើយប៉ឹងទៅ Cypher single ខាងគេតិចបាទចង់ pick off ជាមួយនឹង Granger តែចេះស្អែងវាអត់ជោគជ័យនៅអ្វីដែលគាត់ចង់បានទេពីអាធំពី line មិញគឺអត់មានទេ Sky Fisher បាទ ហើយ early game បាយស៊ី0ជាអ្នក snowball វិញនៅ early game បាទទៅសារទៅថ3ទៅថធ្លាក់លើដៃស៊ី0ទាំងអស់ហ្នឹង អូសាក់ស៊ូយ៉ាងមុនអូលោតជាន់ខុសភ្លាមចាប់បងវាយទៅដល់ប៉ុន្តែមិនមែននោះទេអូពេញ stake លួតកាប់យកតែដល់ជាមួយកាប់បងទៅលើសាក់ស៊ូបាត់សាក់ស៊ូបាត់ហើយ Cypher អាចឈ្នះបន្តទៅគ្នាមកដែរអត់បានតទៅទេគេចាប់ជើងជាប់ទៅគ្នាមិនដែរចង់ការ killing spree លេបប៊ីម៉ូនឹងគ្រោះថ្នាក់ដូចគ្នាមកដែរលោតកាប់ភ្លេចយកតែដល់ចុច purify គុំថែបានសពទៀតបាត់បងបាត់ហើយ King Airy អាចឈ្នះបន្តទៅគ្នាអូយសតឈឺមកដែរ King Airy នៅតែអាចធ្វើការដកថយបានដូចគ្នាកលេចទៅមើលឡតក៏ spawn ទៀត បាទស្អាតពេកហើយពី C0 ថ្ងៃនេះ ណា បាទហ្គេមមួយនេះគឺប្រពេចការលេងយកតែម្ដងដឹងមែនតែថា Team Max គាត់នាទីណាធ្វើស្អីនាទីណា Team Max rotate តាណាគឺ C0 គេច្បាស់បាញ់មិញខ្ញុំគិតថាបើសិនជា5ស្មាក៏រៀងពិបាកបាទលើ Team Max តែគាត់ដឹងថាឱកាសពេលហ្នឹងឯងដែល line ទៅ clear ក្រោមថាឱកាសពេលហ្នឹងឯងដែលអាចចាក់ដាក់ទូ ទីមួយយកបានឡតចុះ King Airy ចូលមកមិញ អូ lot ហើយ ឡតយកបានឡត retreat បានហើយ King Airy ចូលមកលងហើយគាត់ចង់ delay ឲ្យគ្នាគាត់មកណាតែមកអត់តន់ បាទ10នាទី SP 11នាទីតាមចេញ Hunter Hunter Strike fly team អត់ទេ no មិន first ឯង team ទី3 ហើយពាក់ Sky ដែរ Sky តែគួរតែ Hunter Strike ចេះ team ទី2ធ្វើចន្លោះពី7នាទី8នាទីទេ សំខាន់តចេញឲ្យ team អត់ដឹងចេញឲ្យ team មកយើងមើល goal មក goal lane តូច goal lane ឥឡូវយើងក៏លេងទៅមើល level 11ដូចគ្នាព្រោះគាត់លួចលោពាក់ឲ្យ team ទូចពាក់ឲ្យ team ទូចវាអាច delay ដែរព្រោះតែសាន goal lit total goal lit 4k ជាងដែរច្រើនណាស់នេះក៏ បាទសម្រាប់ការលេង Mobile Legends Bang គ្មានអីសប្បាយជាងប្រមូលគ្នាមកមើលកុនជុំគ្នានៅ Legend ទេបាទ ភ្លាមឡងនៅខាងក្រោមមិនទាន់មានការ clear នោះទេ Ken នៅតែបន្តជាមួយការគប់ A ឆែក map ដូចគ្នាផងដែរសាក់ស៊ូមានការ clear lot ប៉ុន្តែសមាជិករបស់ខាង Team C0 មកឲ្យជាមួយការ pressure យកតំណងដូចកាត់យកតំណងទៅលើសាក់ស៊ូបើក្រោមមានសមុនអត់ដាអស់ B ចេញដូចផុតដូចគ្នាផងដែរបាទកន្លែងនេះហ្គេងយកហ្វមវាហ្មងតែបើសិនគាត់គាត់ដឹងថានៅសល់ស៊ីលយកអត់បានដែរបាទគាត់ចាប់ឲ្យហើយទៅលោកបានគៀលអញ្ចឹងឡតចូលទៅអស់ shield នៅខាងក្រោមឡតក៏ clear បានជោគជ័យប៉ុន្តែ Ken អាចនឹង fail រត់ចាក់ចូល TikTok មកជើងបកក្រោយយកគ្នាមកដែរជាមួយការ អូជកអាទីជកយកដល់ភ្លាមជាមួយការលោចេញវិញដូចគ្នាមកដែរដកថយដូចគ្នា King Airy នៅតែបន្តការវាយដូចគ្នាជាមួយការបុកវាយប៉ុន្តែមើល back line Shadow បាទបាត់បង់ជាមួយនឹង line បាត់ទៅហើយសាទូនៅតែបន្តនៅក្នុងការវាយដូចគ្នាភ្លាមជាយាមនៅក្នុងការដេញទៅលើពេលដូចគ្នា Bimo នៅខាងក្រោយនេះចង់ទៅណាសិតតែស្ដាច់ Mega Kill ពី Asira 4ដូលនឹង2ហាត់មិនដែរដូចជាមិនតំណែងទេអត់ខុសឱកាសគេអាចបុកបានទៀត3ដដែលទៀតបាទទៅដាច់ជាមួយនឹងអនសូមែន អូទៅសាក់ស៊ូចូលជាប់យកតែម្ដងតោងហងអីផងលៀនស៊ីរ៉ាសោះភ្លេចក៏ដកថយតាមពេលលៀនដូចគ្នាមិនដែរសាក់ស៊ូជាយាមតោងអូពេលនៅតែបន្តជាមួយនឹងការសេវទៅលើស៊ីរ៉ាបានជោគជ័យគឺសេវតាំងពីសាក់ទៀតមកឲ្យជាមួយនឹងស៊ូខុងជីពពកមកយកមកជាមួយនឹង King Airy អញបលែងបើចាស់ទៅអូកុំឲ្យដាច់ ក្រែតបើគាត់នឹងយកបើដាច់ក្រែតអូគាត់សុខខាត់បើមួយតែបើដាច់ទៀតទីបើលេងយ៉ា អាកាសខ្លាំងអូលោតកាត់ទៀតអត់ដែរអត់មីអីហ្នឹងចាំការទៀតប៉បាត់បងជាមួយនឹងសាក់ស៊ូបាត់ទៅហើយគាត់ឃើញអស់ B ភ្លាមកាប់យកមកអូច្បាស់អូមុនហ្នឹងប្រហែលគាត់ពាក់បានពេចរយកមកពីឡើយ នោះស្រេច ចម្លាយឡាយលុយមែន
ឡាយលុយ 3,200 ឡាយមានដែរ មានជាង មាន Onzo ក៏មានដែរហ្គេមនេះចាញ់ឡែនចាញ់ដោយសារតែ mid lane 1 euro មក លៀបចាប់nok អាប់ជាប់អោតតែយកតាមដល់លៀបមកស្រង់ទៅយកដល់ឆ្នាំ Bimo អត់មាន purify ទេ បាទ គេទៅគឺ C0 គេយកច្បាស់ហ្មងដូចខ្ញុំនិយាយចឹងគាត់ច្បាប់ game set up នៅមុនដែល objective គឺត្រូវតែបកអ្នកណាឲ្យបានមួយ ដល់ តាំងពីថតទី2រហូតដល់ lot ទី1គឺតែងតែបកមកចិត្តរបស់ C0 បាន load Cimac បាន load ដល់ lot ទី2នោះសំខាន់មានគួយ combo មួយ Onzo គាត់ទៅ load can load ជាប់ម៉ាំង Onzo ដល់ ulti មិនដឹងដាស់ទៅណាព្រោះអា ulti Onzo ហ្នឹងជាប់អាបិទយ៉ាងខ្វក់ពេកដោយសារបិទដាស់ហ្នឹង វេវ៉ាមើល អាខ្វក់មក អូ BOD ចេញពីឡាយដូចគ្នាលោកនៅខាងក្រៅមិនទាន់មានការ clear ទេពីសំណាក់សមាជិករបស់ team Mac បាញ់ឲ្យតែតែឈាមដូចគ្នាជាមួយនឹងការផោកឈាមភ្លាមលត់ទៅអូយជុំសងជាមួយម៉ាំងមកជើងដាច់បងតិចភ្លាមនៅខាងលើកាត់យកតែម្ដងពី Shadow ប៊ីនឹងបាត់បង់ជាមួយនឹង Satu ចូលមួយជាមួយនឹងការ knock up ដូចគ្នាផងដែរភ្លាមនឹងការវាយទៅលើ turret ទី3នៅ mid lane ភ្លាមមានបានជោគជ័យខាងលើដាច់ពីផ្លូវបាត់ហើយពីសមាជិករបស់ខាង team C0 រងចាំមាន mid មកបែបទៀតដូចអស់មាននេះយ៉ា លេខសេះចាប់តាមលេខសេះ 7k ហ្នឹងទៅ reset ចិត្តលេងតែមួយទៅ game ព្រោះ Onzo ចូល late game ហ៎ Onzo មានដែរតែនិយាយទៅ line គាត់មិនថាគាត់ក្រគាត់មានតែគាត់មិន ទៅវាយទៀតហើយតោងចូលមកខាងក្រៅវិញប៉ុន្តែរៀងមីតិចតួចទៅគ្នាមកដែរខេតែគ្រោះណាលេងលុតតោងដកថយសាត់ចូលមកខាងក្រៅជាមួយការទេងសាត់ចូលចង់ទៅណាដកថយគាត់ពេលលេងប៉ុន្តែយើងក៏លេងទៅមើលមីតឡេនខេងអារីអានេះមានបញ្ហាដូចគ្នាមកដែរមានការដេញបាញ់យកដល់ពី Onzo សមាជិករបស់ខាង TC សូនដល់ដកថយទៅតែសាមីនេះបាញ់តែយកបាញ់ក្រៅមកក្រៅវិញជួយកាចាប៉ុន្តែបាញ់ចាត់ដៃមកដល់ game 1 Sexual B See you soon គាត់ flow game អត់លេងគាត់ flow game early ពីតផលគាត់ទៅលេងអស់